សិនជាប្រពន្ធធ្វើឲ្យប្តីគ្រប់គ្រាន់ណាប្តីនឹងមិនអាចទៅមានអ្នកផ្សេងបានទេមនុស្សប្រុសបើយើងនិយាយថាប្រពន្ធស្អាតយ៉ាងណាក៏នៅតែមាននាយអាយដែរថ្មីនេះមហាជនលើបណ្ដាញសង្គមក៏ដូចជាអ្នកក្នុងរោងបង្វងសិល្បៈជាច្រើនមានការចែករំលែកខ្លាំងពីសិល្បករមានសមត្ថភាពផ្នែកនាវានិងដឹកនាំសំតែងពីររូបបានបង្ករឿងរ៉ាវធ្វើឲ្យមហាជនលើបណ្ដាញសង្គមផ្ទុះការវែកញែកបន្តបន្ទាប់ប៉ុន្តែកាលពីសប្តាហ៍មុនមហាជនលើបណ្ដាញសង្គមបានផ្ទុះវែកញែកខ្ទៅគគុកជំវិញរឿងរ៉ាវរបស់លោកត្រីសក្កដាដែលជាតារាចម្រៀងនិងអ្នកនិពន្ធចម្រៀងល្បីឈ្មោះបានបង្កហេតុការណ៍គ្រោះថ្នាក់ចោលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសធ្ងន់អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើលទៀតនោះលោកត្រីសក្កដាដែលជាតារាចម្រៀងនិងអ្នកនិពន្ធចម្រៀងល្បីឈ្មោះរូបនេះត្រូវបានសមត្ថកិច្ចពិនិត្យឃើញថាលោកបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ថែមទៀតផងពេលនោះដែរទាំងមហាជនលើបណ្ដាញសង្គមក៏ដូចជាអ្នកក្នុងវិស័យសិល្បៈដែលធ្លាប់ស្គាល់រាប់អានលោកត្រីសក្កដាបានចែករំលែកភ្ជាប់ជាមួយមតិសោកស្ដាយពីតារាប្រុសរូបនេះដែលធ្លាប់តែជាមនុស្សល្អស្លូតត្រង់និងមានសមត្ថភាពទេពកោសច្រើនក្នុងវិស័យសិល្បៈបែរជាធ្លាក់ខ្លួនដល់ដំណាក់កាលនេះទៅវិញដោយឡែកមកដល់ថ្មីនេះលើបណ្ដាញសង្គមក៏កំពុងផ្ទុះចែករំលែកនៅប្រធានបទខ្ទៅគគុកថ្មីមួយទៀតដែលមហាជនបានវែកញែកមិនពេញចិត្តខ្លាំងលើការនិយាយក្នុងវីដេអូសម្ភាសន៍ខ្លីមួយរបស់អ្នកនិពន្ធនិងជាអ្នកដឹកនាំសំតែងល្បីឈ្មោះងួនសុបិនក្នុងវីដេអូខ្លីនោះផ្ទុះការរិះគន់មិនពេញពីមហាជនលើបណ្ដាញសង្គមខ្លាំងដោយសារលោកងួនសុបិនបានលើកនិយាយជុំវិញរឿងភរិយាបើមិនអាចផ្ដល់ភាពគ្រប់គ្រាន់ដល់ស្វាមីបានស្វាមីចេញទៅរកក្រៅជារឿងធម្មតាការនិយាយរបស់លោកងួនសុបិនបានរៀបរាប់ក្នុងវីដេអូខ្លីនោះថាបើសិនជាប្រពន្ធធ្វើឲ្យប្តីគ្រប់គ្រាន់ប្តីនឹងមិនអាចទៅមានអ្នកផ្សេងបានទេមនុស្សប្រុសបើទោះជាប្រពន្ធស្អាតយ៉ាងណាក៏នៅតែមានទាយអាយដែរប៉ុន្តែបើសិនជាក្តីសុខនៅក្នុងគ្រួសារអត់បំពេញឲ្យគាត់គួរតែមានអ្នកផ្សេងឬអត់ជុំវិញពាក្យសមតិប៉ុន្មានឃ្លារបស់លោកងួនសុបិនបានលើកឡើងនេះត្រូវបានមហាជនបង្ហាញប្រតិកម្មខ្លាំងព្រោះការនិយាយរបស់លោកហាក់ដាក់បន្ទុកទៅលើមនុស្សស្រីតែម្ខាងដែលមានការចោទសួរពីមហាជនមួយចំនួនថាហេតុអ្វីចាំបាច់តែភរិយាដែលត្រូវបំពេញភាពគ្រប់គ្រាន់សម្រាប់ស្វាមីហើយការរកក្រៅជាកំហុសរបស់មនុស្សប្រុសបែរជាបង្វែរមកជាកំហុសរបស់ភរិយាទៅវិញក្រោយស្ដាប់ការនិយាយរបស់លោកងួនសុបិនមហាជនលើបណ្ដាញសង្គមភាគច្រើនក៏ហាក់មានការខកចិត្តដោយគិតថាលោកជាបុគ្គលល្បីមានទាំងសមត្ថភាពចំណេះដឹងដែលជាអ្នកនិពន្ធនិងអ្នកដឹកនាំសំតែងដ៏មានទេពកោសម្នាក់ក្នុងវិស័យសិល្បៈបែរជាបង្ហាញនៅពាក្យសមតិទាំងនោះដាក់បន្ទុកទៅលើមនុស្សស្រីទៅវិញទៀតផងបើសិនជាប្រពន្ធធ្វើឲ្យប្តីគ្រប់គ្រាន់ណាប្តីនឹងមិនអាចទៅមានអ្នកផ្សេងបានទេមនុស្សប្រុសបើយើងនិយាយថាប្រពន្ធស្អាតយ៉ាងណាក៏នៅតែមាននាយអាយដែរប៉ុន្តែសួរថាបើសិនជាក្តីសុខនៅក្នុងគ្រួសារអត់បំពេញឲ្យគាត់បានតើគាត់គួរតែមានអ្នកផ្សេងឬអត់ខ្ញុំគិតថាមនុស្សស្រី 100% ប្រកាសជាស្ដាប់វីដេអូនេះហើយប្រកាសជាវាមិនដែលទេប្រពន្ធគឺជាមនុស្សម្នាក់ដែលទំនុកបំរុងមើលថែគ្រួសារប៉ុន្តែខ្ញុំនិយាយពាក្យមួយឃ្លាបើសិនជាប្រពន្ធធ្វើឲ្យប្តីគ្រប់គ្រាន់ណាប្តីនឹងមិនអាចទៅមានអ្នកផ្សេងបានទេពាក្យថាគ្រប់គ្រាន់មិនមែនតែរឿងលើក្រែទេពាក្យថាគ្រប់គ្រាន់ទាំងផ្លូវកាយទាំងផ្លូវចិត្តទាំងផ្លូវអារម្មណ៍ដែលគាត់បំពេញក្តីសុខឲ្យប្តីបានគឺប្តីនឹងមិនអាចបាច់ឆ្វេងពេលខ្លះប្តីចូលចិត្តបែបថែបែបនេះពេលខ្លះប្តីចូលចិត្តថែបែបនោះតែប៉ុន្តែប្រពន្ធអាងតែពាក្យថាប្រពន្ធដែលចំណងចងមកដោយចាស់ទុំដឹងលឺដូច្នេះប្រពន្ធតែងតែគិតថាប្តីអញធ្វើអញ្ចេះអញមិនធ្វើអញ្ចេះអញមិនបំពេញអញ្ចេះក៏នៅតែប្តីអញប៉ុន្តែអានេះជាចំណុចតូចបំផុតដែលជាការរួមផ្ដុំជាការរួមផ្សំដែលធ្វើឲ្យមនុស្សប្រុសនឹងឃើញចំណុចខ្សោយរបស់ភរិយាឧទាហរណ៍យ៉ាងស្ដាងបំផុត